មុនពេលដែលកិច្ចសន្យាមានថេរវេលាកំណត់ជិតដល់ការវេលាត្រូវផុតរលត់ភាគីនយោជកត្រូវតែធ្វើការជូនដំណឹងទៅកាន់ភាគីនយោជកយ៉ាងហោចណាស់10ថ្ងៃមុនថ្ងៃផុតរលត់ប្រសិនបើនយោជកនោះគាត់ធ្វើការបានរយៈកាលចាប់ពី6ខែរហូតដល់1ឆ្នាំប៉ុន្តែប្រសិនបើភាគីនយោជកគាត់ធ្វើការចាប់ពី1ឆ្នាំឡើងទៅនយោជកត្រូវតែជូនដំណឹងទៅកាន់នយោជកយ៉ាងហោចណាស់15ថ្ងៃមុនកាលវេលានៃកងត្រាផុតរលត់នេះបើយោងតាមមាត្រា73នៃច្បាប់ស្តីពីការងារប៉ុន្តែប្រសិនបើភាគីនយោជកមិនបានជូនដំណឹងអំពីការមិនបន្តកិច្ចសន្យាទៅកាន់ភាគីនយោជកដោយមានចែងក្នុងមាត្រា73ទេនោះកិច្ចសន្យានឹងត្រូវបានបន្តជាកិច្ចសន្យា ABC ថ្មីមួយទៀតដែលយើងហៅថាការបន្តដោយស្ងៀមស្ងាត់ហើយការបន្តដោយស្ងៀមស្ងាត់នោះមានថេរវេលាស្មើនឹងកិច្ចសន្យាចុះគ្រាដំបូងយ៉ាងណាមិញបើថេរវេលាសរុបនៃការបន្តកិច្ចសន្យានោះលើសពីការកំណត់ដោយចែងក្នុងមាត្រា67នោះកិច្ចសន្យានឹងបន្តដោយស្ងៀមស្ងាត់ទៅជាកិច្ចសន្យាដែលមិនមានដែនកំណត់ឧទាហរណ៍ថាកិច្ចសន្យាគ្រាដំបូងដែលលោកអ្នកបានចុះជាមួយនឹងក្រុមហ៊ុនមានរយៈកាល2ឆ្នាំហើយលោកអ្នកបានបន្តកិច្ចសន្យានោះ2ឆ្នាំបន្ទាប់ទៀតអញ្ចឹងសរុបមក4ឆ្នាំនៅពេលដែលចប់4ឆ្នាំនឹងហើយភាគីនយោជកមិនបានជូនដំណឹងអំពីការមិនបន្តកិច្ចសន្យានឹងនោះកិច្ចសន្យានឹងត្រូវបានបន្តដោយស្ងៀមស្ងាត់ទៅជាកិច្ចសន្យាដែលមិនមានដែនកំណត់វិញ